អភិបាលរងខេត្តបេលិនណែនាំដល់សិស្សានុសិស្សចូលរួមនៅក្នុងសកម្មភាពលេងកីឡាដើម្បីសុខភាពនិងមិត្តភាពមានប្រសាសន៍នៅក្នុងពិធីបើកការប្រកួតកីឡាបឋមនិងមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំឆ្នាំសិក្សា 2024-2025 នៅពហុកីឡាដ្ឋានជាតិភ្នំជេងឯកឧត្តមហុកសុផលអភិបាលរងតំណាងដល់ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបេលិនបានមានប្រសាសន៍ណែនាំដល់ក្មួយៗចូលរួមក្នុងសកម្មភាពលេងកីឡាដើម្បីសុខភាពនិងមិត្តភាពនឹងកីឡាត្រូវខិតខំរៀនសូត្រនិងស្ដាប់បង្គាប់មេត្តាបិតាអាណាព្យាបាលនិងលោកគ្រូអ្នកគ្រូដើម្បីក្លាយជាកូនល្អសិស្សល្អមិត្តល្អនិងក្លាយខ្លួនជាយុវជនកម្ពុជាក្នុងសម័យ Digital ប្រកបដោយធម៌ពលសមត្ថភាពនិងមានសីលធម៌ក្នុងសង្គមឯកឧត្តមបន្តថាសិស្សានុសិស្សទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀននិងបដិសេធដាច់ខាតការប្រើប្រាស់គ្រឿងញៀននិងជាពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ពាក់មួកសុវត្ថិភាពពេលជិះម៉ូតូពាក់ខ្សែក្រវ៉ាត់ពេលជិះរថយន្តត្រូវចេះយោគយល់អធ្យាស្រ័យគ្នាពេលធ្វើដំណើរដើម្បីបញ្ជៀសគ្រោះថ្នាក់ដោយយថាហេតុឯកឧត្តមហុកសុផលក៏បានលើកឡើងថាការរៀបចំការប្រកួតកីឡាបឋមនិងមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំឆ្នាំសិក្សា 2024-2025 នាពេលនេះគឺជាព្រឹត្តិការណ៍ដ៏អធិកអធមសម្រាប់ខេត្តបៃលិនរបស់យើងដើម្បីចូលរួមលើកស្ទួយវិស័យកីឡាឲ្យមានការរីកចម្រើនទៅមុខដូច្នេះសូមក្មួយកីឡាករកីឡាការិនីទាំងអស់ប្រឹងប្រែងយកអស់កម្លាំងកាយកម្លាំងចិត្តនិងបច្ចេកទេសប្រកួតប្រជែងដើម្បីដណ្ដើមបានជ័យលាភីជើងឯកប្រចាំខេត្តប្រចាំឆ្នាំឯកឧត្តមបានបន្តថាផ្អែកតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំដ៏ស្វាហាប់និងឆ្លៀសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដើម្បីកំណើនការងារសមត្ថភាពប្រសិទ្ធភាពនិងចីរភាពដែលជារបៀបវិរៈនយោបាយនៅក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ2050ជាប្រទេសដែលមានចំណូលខ្ពស់បើតាមរបាយការណ៍របស់លោកតង់ធីរាប្រធានមន្ត្រីអប់រំយុវជននិងកីឡាខេត្តបានឲ្យដឹងថាការប្រកួតកីឡាសិស្សបឋមសិក្សានិងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំ2025នេះមានចំនួន4ប្រភេទកីឡាគឺបាល់ទាត់បាល់ទះបាល់បោះនិងអត្តពលកម្មហើយសមាជិកភាពក្រុមដែលចូលរួមប្រកួតចំនួន78ក្រុមនិងមានកីឡាករចូលរួមសរុបចំនួន979នាក់ស្រី368នាក់ដោយឡែកសម្រាប់ការប្រកួតនឹងប្រព្រឹត្តទៅរយៈពេល10ថ្ងៃចាប់ពីថ្ងៃទី21ដល់ថ្ងៃទី29ខែមីនាឆ្នាំ2025